ការងារសង្គមកិច្ចការងារសង្គមកិច្ចសំខាន់ដែលរដ្ឋបាលគុំសង្កាត់ត្រូវយកចិត្តទុកដាក់នៅក្នុងការអនុវត្តដើម្បីលើកកម្ពស់នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរួមមានដូចខាងក្រោមការងារកំពីសង្គមការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រការចេញបានសមត្ថៈជូនគ្រួសារក្រីក្រស្របតាមនីតិវិធីយុត្តិធម៌មានការគ្រប់គ្រងដល់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមន្ទីរពោះនិងកុមារអាយុក្រោម2ឆ្នាំការផ្ដល់កិច្ចអន្តរាគមន៍ជួយឧបត្ថម្ភគ្រប់គ្រងដល់ប្រជាពលរដ្ឋក្រុមគ្រួសារដែលជួបគ្រោះថ្នាក់ផ្សេងៗដូចជាគ្រោះធម្មជាតិគ្រោះថ្នាក់ចរាចរណ៍គ្រោះទុរភិក្សតាមរយៈយន្តការកាកបាទក្រហមនិងការគៀកជំនួយពីដៃគូផ្នែកឯកជននិងអ្នកពាក់ព័ន្ធនានាការគ្រប់គ្រងដល់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រដ្ឋាភិបាលនិងការឧបត្ថម្ភនិងការគ្រប់គ្រងកម្មវិធីសប្បុរសធម៌ផ្សេងៗទៀតការងារសុខភាពបន្តពូជនិងផែនការគ្រួសារការងារផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋនៅមូលដ្ឋានពាក់ព័ន្ធទៅនឹងការថែរក្សាសុខភាពបន្តពូជវិធីការបង្ការជំងឺនានាជាពិសេសជំងឺកាមរោគនិងជំងឺផ្សេងៗទៀតផ្សព្វផ្សាយនិងណែនាំដល់ប្រជាពលរដ្ឋឲ្យរៀបចំផែនការគ្រួសារជាពិសេសការកំណត់ចំនួនកូនដែលចង់បាននិងការផ្សព្វផ្សាយពីវិធីសាស្ត្រពន្យាកំណើតជាដើមការលើកកម្ពស់សុខុមាលភាពមាតាទារកអាហារូបត្ថម្ភការងារស្រង់ស្ថិតិនិងតាមដានស្ថានភាពស្ត្រីមន្ទីរពោះទារកកុមារស្គមស្គាំងក្រិននៅសហគមន៍ផ្សព្វផ្សាយនិងជំរុញស្ត្រីឪពុកម្ដាយអាណាព្យាបាលក្នុងការបីបាច់ថែរក្សាផ្ដល់អាហារូបត្ថម្ភដល់កូនរួមទាំងទារកនិងកុមារការរៀបចំនិងអនុវត្តកម្មវិធីអាហារូបត្ថម្ភសម្រាប់ទារកនិងកុមារនៃគ្រួសារក្រីក្រផ្សព្វផ្សាយលិខិតបទដ្ឋានគោលការណ៍នានាពាក់ព័ន្ធទៅនឹងការថែទាំសុខភាពមាតាទារកការពិនិត្យសុខភាពមាតាក្រោយពេលសម្រាលការងារសិក្សាអប់រំនិងមត្តេយ្យសហគមន៍កំណត់អត្តសញ្ញាណគ្រួសារនិងក្នុងផ្ទះដែលមានកុមារអាយុ3-15ឆ្នាំដែលមិនបានទទួលការអប់រំគ្រប់ទម្រង់នៃការអប់រំកុមារតូចកំណត់អត្តសញ្ញាណគ្រួសារនិងក្នុងផ្ទះដែលមានកុមាររៀននៅបឋមសិក្សាហើយអាណាព្យាបាលមិនដែលបានជួបជាមួយនឹងតំណាងសាលាឬគ្រូបង្រៀនផ្សព្វផ្សាយចលនានិងជំរុញឪពុកម្ដាយអាណាព្យាបាលឲ្យបញ្ជូនកូនដែលមានអាយុពី3-15ឆ្នាំចូលរៀនថ្នាក់មត្តេយ្យនិងចាប់ពី6ឆ្នាំយ៉ាងតិច7ឆ្នាំចូលរៀនថ្នាក់ទី1សម្រាប់សម្រួលការរៀបចំបង្កើននិងដំណើរការមត្តេយ្យសហគមន៍នៅមូលដ្ឋានតាមដានបញ្ហាវត្តមានសិស្សនិងបញ្ហាអប់រំផ្សេងៗទៀតនៅសហគមន៍ចូលរួមផ្សព្វផ្សាយនិងលើកកម្ពស់ការអប់រំពហុភាសាកំណត់អត្តសញ្ញាណគ្រួសារនៅក្នុងផ្ទះនិងស្រង់ទិន្នន័យកុមារធ្លាប់ទទួលរងនៅអំពើហិង្សាកំណត់អត្តសញ្ញាណគ្រួសារនៅក្នុងផ្ទះនិងស្រង់ទិន្នន័យកុមារងាយរងគ្រោះចំពោះការបែកចេញពីគ្រួសារកុមារកំព្រាវិលត្រឡប់ពីមណ្ឌលកុមារកំព្រាកំណត់អត្តសញ្ញាណក្នុងផ្ទះដែលមានសមាជិកគ្រួសារដែលគ្មានសម្បត្តិកំណើតឬសម្បត្តិបញ្ជាក់កំណើតចូលរួមបង្ការទប់ស្កាត់និងធ្វើអន្តរាគមន៍ដើម្បីការពារកុមារសម្រាប់សម្រួលបញ្ជូនកុមាររងគ្រោះទៅទទួលសេវាសមស្របនិងសេវាឯកទេសចូលរួមផ្សព្វផ្សាយលិខិតថ្នាក់ដឹកនាំទិវាសិទ្ធិកុមារអន្តរជាតិ1មិថុនាចូលរួមអនុវត្តវិធានការសមស្របដោយផ្អែកលើឧត្តមប្រយោជន៍កុមារការទប់ស្កាត់អំពើហិង្សាទាក់ទងនឹង gender ជាពិសេសអំពើហិង្សាលើស្ត្រីនិងកុមារកំណត់និងស្រង់ទិន្នន័យជនរងគ្រោះងាយរងគ្រោះដោយអំពើហិង្សានិងការបំពានផ្លូវភេទការជួញដូរមនុស្សការធ្វើអាជីវកម្មផ្លូវភេទការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារចូលរួមទប់ស្កាត់បង្ការនិងធ្វើអន្តរាគមន៍ករណីអំពើហិង្សានិងការរំលោភបំពានលើស្ត្រីនិងកុមារសម្របសម្រួលបញ្ជូនជនរងគ្រោះទៅទទួលសេវាសង្គ្រោះបន្ទាន់សេវាសមស្របចូលរួមអនុវត្តវិធានការដោះស្រាយឬវិធានការសមស្របនានាដើម្បីជួយជនរងគ្រោះតាមដាននិងកត់ត្រានិងរាយការណ៍ការងារទឹកស្អាតនិងអនាម័យកំណត់អត្តសញ្ញាណគ្រួសារនៅក្នុងផ្ទះដែលគ្មានបង្គន់អនាម័យប្រើប្រាស់កំណត់អត្តសញ្ញាណគ្រួសារនៅក្នុងផ្ទះដែលបរិភោគទឹកគ្មានសុវត្ថិភាព
ធ្វើការផ្សព្វផ្សាយចលនានិងជំរុញដល់ប្រជាពលរដ្ឋឲ្យប្រើប្រាស់ទឹកដែលមានសុវត្ថិភាពប្រើប្រាស់បង្គន់អនាម័យលាងដៃនឹងសាប៊ូនិងរក្សាអនាម័យដល់ការគ្រប់គ្រងដល់គ្រួសារដែលពុំមានលទ្ធភាពដើម្បីទទួលបាននៅសុវត្ថិភាពប្រើប្រាស់និងសាងសង់បង្គន់អនាម័យចូលរួមរៀបចំវេទិកាអនាម័យសំខាន់ៗដែលពាក់ព័ន្ធការងារពិការភាពស្រង់ស្ថិតិគ្រួសារដែលមានសមាជិកពិការភាពកំណត់បញ្ហាតម្រូវការដំណោះស្រាយចាំបាច់របស់ជនមានពិការភាពដែលឆ្លើយតបទៅតាមតម្រូវការទាំងនោះចលនានិងជំរុញដល់ជនមានពិការភាពនិងគ្រួសារចូលរួមនៅក្នុងសកម្មភាពនានានៅក្នុងមូលដ្ឋានចូលរួមអនុវត្តវិធានការសមស្របនានាដើម្បីឲ្យជនពិការទទួលបានព័ត៌មាននិងចំណេះដឹងនិងសេវានានាការងារជនក្រីក្រនិងមនុស្សចាស់ស្រង់ស្ថិតិគ្រួសារក្រីក្រឬចូលរួមក្នុងដំណើរការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រកំណត់បញ្ហាតម្រូវការនិងដំណោះស្រាយចូលរួមសម្របសម្រួលនិងគាំទ្រការរៀបចំបង្កើតនិងដំណើរការសហគមន៍មនុស្សចាស់ចូលរួមរៀបចំវេទិកាមនុស្សចាស់1ដុល្លារការបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនរួមបញ្ចូលទាំងគ្រឿងស្រវឹងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាពិសេសយុវជនពីផលវិបាកនៃគ្រឿងញៀនចូលរួមកំណត់អត្តសញ្ញាណអ្នកចរាចរណ៍ឬអ្នកប្រើប្រាស់គ្រឿងញៀនចូលរួមអនុវត្តវិធានការសមស្របនានាដើម្បីបង្ការនិងទប់ស្កាត់ការប្រើប្រាស់និងស្ដារសម្បទាអ្នកញៀនគ្រឿងញៀនការលើកកម្ពស់សមភាព gender ចលនានិងជំរុញឲ្យស្ត្រីចូលរួមនៅក្នុងដំណើរការធ្វើនិងអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលគុំសង្កាត់ចលនាជំរុញឲ្យស្ត្រីចូលរួមសកម្មភាពនយោបាយនិងអភិវឌ្ឍសេដ្ឋកិច្ចចូលរួមអនុវត្តវិធានការសមស្របដើម្បីផ្ដល់ភាពអង្អាចដល់ស្ត្រីការងារសេវាសង្គមផ្សេងៗទៀតសម្របសម្រួលនិងអនុវត្តសកម្មភាពសេវាសង្គមផ្សេងៗទៀតដែលបានប្រគល់ឲ្យរដ្ឋបាលគុំសង្កាត់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារគុំសង្កាត់ដើរតួសំខាន់នៅក្នុងការអនុវត្តការងារផ្នែកសង្គមកិច្ចរួមទាំងសេវាសង្គមដែលមានការគាំទ្រពីរដ្ឋបាលគុំសង្កាត់រដ្ឋបាលថ្នាក់ក្រោមជាតិផ្សេងៗទៀតនិងកិច្ចការសហការពីកម្លាំងដៃគូអភិវឌ្ឍអង្គការសង្គមស៊ីវិលនិងភាគីពាក់ព័ន្ធជាមួយគ្នានេះដើម្បីធានាថារដ្ឋបាលគុំសង្កាត់អាចឆ្លើយតបទៅនឹងតម្រូវការផ្នែកសង្គមគិច្ចជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពសមធម៌និងបរិយាបន្នទាមទារឲ្យរដ្ឋបាលគុំសង្កាត់មានលទ្ធភាពនៅក្នុងការកំណត់បញ្ហាការធ្វើវិភាគនិងចាត់អត្ថិភាពនៃបញ្ហារៀបចំផែនការនិងអនុវត្តសកម្មភាពនិងថវិកាព្រមទាំងធ្វើការតាមដានត្រួតពិនិត្យនិងវិនិច្ឆ័យតម្លៃសកម្មភាពសេវាសង្គមគិច្ចទាំងនោះទៅតាមពេលវេលាសមស្របដោយឡែកការកំណត់បញ្ហាប្រឈមនានាក៏ដូចតម្រូវការជាក់ស្ដែងត្រូវធ្វើឡើងតាមរយៈផែនទីសេវាសង្គមសូមមើលឯកសារខាងក្រោមបន្ថែមពាក់ព័ន្ធទៅនឹងការងារសង្គមគិច្ចមួយចំនួនដែលបានលើកឡើងនៅខាងលើសិភៅណែនាំស្តីពីការគ្រប់គ្រងដំណើរការអប់រំឪពុកម្ដាយអាណាព្យាបាលនៅក្នុងការគាំពារអភិវឌ្ឍកុមារតូចសម្រាប់ឃុំសង្កាត់ឆ្នាំ2022សិភៅណែនាំស្តីពីការអនុវត្តសកម្មភាពសេវាសង្គមឃុំសង្កាត់ឆ្នាំ2018សិភៅជំនួយស្មារតីស្តីពីការលើកកម្ពស់សេវាសង្គមប្រកបដោយសមធម៌នៅឆ្នាំ2012